បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនអរគ្នាដែលតែងតែស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទនៅក្នុងคลิปវីដេអូចំណេះដឹងថ្មីនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបរក្សាទុកវីដេអូបាទក្នុង Facebook ទុកមើលនៅថ្ងៃក្រោយដោយមិនចាំបាច់បាទ share ហើយមួយទៀតនោះបើសិនជាបងប្អូនមើលវីដេអូនៅក្នុង Facebook ហ្នឹងហើយបងប្អូនភ្លេចបាទចុចរក្សាទុកហើយបងប្អូនចង់រកវីដេអូបាទនឹងមកមើលវិញក៏បងប្អូនអាចធ្វើការបាទចុចរកវីដេអូមួយហ្នឹងមកមើលវិញបានដែរហើយសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនបាទទាំងពីរចំណុចហ្នឹងនៅលើស័ព្ទដៃនេះតែម្ដងបងប្អូនណាបាទជាដំបូងខ្ញុំសូមធ្វើការបង្ហាញបងប្អូនហ្នឹងពីរបៀបរក្សាទុកវីដេអូបាទនៅក្នុង Facebook មុនសិនណាបាទឥឡូវខ្ញុំសូមធ្វើការ clear ចោលសិនមកដើម្បីបង្ហាញបងប្អូនសារថ្មីបងប្អូនចូលទៅលើ Facebook មកបាទឧទាហរណ៍ថាបងប្អូនចូលមកដំបូងបងប្អូនតែងតែធ្វើការអស់មែនអត់បាទអស់មើលព័ត៌មានឬក៏រូបភាពអីផ្សេងណាបាទជួនកាលពេលបងប្អូនអស់មកប៉ះរឿងឬក៏កំ pl ែងឬមួយក៏បទចម្រៀងឬមួយក៏ផ្ដាល់អីចឹងណាបាទចឹងហើយបងប្អូនអត់មានពេលមើលនៅពេលហ្នឹងទេបងប្អូនចង់រក្សាទុកវីដេអូមួយហ្នឹងបាទទុកមើលនៅពេលក្រោយព្រោះពេលហ្នឹងបងប្អូនត្រូវការអស់អញ្ចឹងទៅណាបាទអញ្ចឹងឧទាហរណ៍ដូចថាខ្ញុំចង់រក្សាទុកវីដេអូមួយនេះបាទនេះបងប្អូនទុកវីដេអូមួយហ្នឹងណាបាទអញ្ចឹងមើលចំណងជើងហងគេដាក់ថាសុំទោសបងប្អូនភ្លេចខ្លួនបាទអញ្ចឹងបាទបងប្អូនរក្សាទុកបងប្អូនតែងតែចុច share ទាំងនេះមែនអត់បាទពីមុនណាបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនមិនបាច់ចុច share តទៅទៀតទេព្រោះអី share ទៅបាទមិត្តភ័ក្តិនៅក្នុង Facebook បងប្អូនហ្នឹងគឺតែងតែឃើញបាទអត្តកម្បាំងបងប្អូនហ្នឹងបងប្អូនចង់លាក់ណាអញ្ចឹងហើយខ្ញុំណែនាំបងប្អូនមួយបាទបងប្អូនមិនបាច់ចុច share ទេបងប្អូនគ្រាន់តែចុចរក្សាទុកវីដេអូហ្នឹងអញ្ចឹងរបៀបរក្សាទុកបងប្អូនឃើញនេះបាទ page ហើយនឹងចំណងជើងហើយបងប្អូនកលេចមើលខាងស្នាមដៃនេះបងប្អូននឹងឃើញចុច3នេះបាទរួចហើយបងប្អូនចុចទៅលើផ្តុកចុច3ហ្នឹងមកណាបាទផ្តុកចុចទៅលើចុច3ហ្នឹងមកអធិស្ឋានបាទពេលបងប្អូនចុចពីលើចុច3ហ្នឹងហើយបាទបងប្អូនរកមើលនិមិត្តសញ្ញាបែបនេះគេដាក់ថាបាទ sharing បាទហើយទៅលើតម្រងជាភាសាខ្មែរបាទឡើងសញ្ញាដូចគ្នាណាឡើងនិមិត្តសញ្ញាដូចគ្នាប៉ុន្តែលើអក្សរខ្មែរគេដាក់ថារក្សាទុកបាទរបួងបាទអញ្ចឹងបងចុចពីលើបន្ទាប់ពីលើនិមិត្តសញ្ញាហ្នឹងមកដែលមានពាក្យថាបាទ sharing ហ្នឹងបងប្អូនណាបាទពេលដែលបងប្អូនចុចបន្ទាប់ពីលើពាក្យថា sharing ហ្នឹងវីដេអូហ្នឹងគឺបានរក្សាទុកដោយបាទអូតូហើយបាទអញ្ចឹងបាទចប់មួយចំណុចបាទអញ្ចឹងមួយចំណុចទៀតបើសិនជាបងប្អូនចង់រក្សាទុកវីដេអូបែបនេះបាទឧទាហរណ៍បងប្អូនចូលកន្លែងវីដេអូនេះបាទពេលបងប្អូនចុចកន្លែងវីដេអូហ្នឹងគឺឡើងតម្រង់បែបនេះបាទគ្រប់ទូរស័ព្ទតែម្ដងណាបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនអស់មកបាទថាតែឃើញរឿងអីមួយបាទរឿងមួយនេះចុះណាបាទអញ្ចឹងបាទខ្ញុំចង់រក្សាទុកវីដេអូមួយនឹងទៀតបាទអញ្ចឹងវាឡើងតម្រង់ខុសគ្នាបន្តិចណាប៉ុន្តែវានៅតែឃើញសញ្ញាចុច3បាទបើតម្រង់កន្លែង home ឬក៏ផ្ទះនេះបាទវាលើចុច3នៅខាងលើប៉ុន្តែចូលកន្លែងវីដេអូនេះគឺចុច3នៅខាងក្រោមហើយបងប្អូនមើលចំណងជើងផងនេះបាទគេដាក់ថារឿងមុខតំណែងភរិយាបាទភាគ4បាទអញ្ចឹងបងប្អូនមានជំរើស2របៀបរក្សាទុកអញ្ចឹងបើសិនជាបងប្អូនថាចង់លឿនបងប្អូនចុចនិមិត្តសញ្ញាតែម្ដងមកគឺដូចតែគ្នាទេនេះបាទនិមិត្តសញ្ញានៅក្នុងកន្លែងបាទរក្សារបួសហ្នឹងណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យឡើងបាត់តម្រង់បែបនេះបងប្អូនចុចកន្លែងចុច3ហ្នឹងបងបាទពេលបងប្អូនចុច3បងប្អូននឹងឃើញនិមិត្តសញ្ញានៃឯកសារ sharing ហ្នឹងរួចហើយបងប្អូនចុចផ្តុកមកពេលនោះវីដេអូហ្នឹងរត់ទៅកន្លែងរក្សាទុកដោយអូតូហើយបងប្អូនត្រូវចំណាំបើសិនជាវីដេអូដែលបងប្អូនបានរក្សាទុកហើយបងប្អូនមើលនិមិត្តសញ្ញានេះបាទគឺនឹងឡើងពណ៌សបើសិនជាបងប្អូនអត់ទាន់បានរក្សាទុកទេវានឹងឡើងពណ៌បាទថ្លាអាចមើលធ្លុះទៅដល់វីដេអូប៉ុន្តែបើសិនជាបងប្អូនបានរក្សាទុកហើយបាទលើឲ្យថាខ្ញុំរក្សាទុកវីដេអូមួយទៀតចុះណាឧទាហរណ៍រឿងនេះចុះបាទរឿងនេះខ្ញុំចង់លឿនខ្ញុំចុចកន្លែងនិមិត្តសញ្ញាតែម្ដងមកនេះវីដេអូរត់ទៅតែម្ដងហើយចុចពីលើវីដេអូហ្នឹងមកនឹងឃើញនេះផ្សនេះគេដាក់ថា save នេះបាទអញ្ចឹងវីដេអូនេះគឺបានរក្សាទុកហើយអញ្ចឹងរបៀបទៅឆែកមើលបងប្អូនគ្រាន់តែរកមើលសញ្ញាបាទត្រេ3ដែលនៅខាងលើផុតខាងស្នាមដៃហ្នឹងមកបាទចំពោះទូរស័ព្ទខ្លះFacebook ខ្លះវានឹងឡើងតម្រង់បាទរូបមើលនេះបាទពេលបងប្អូនចុចមកបាទបងប្អូនចុចតម្រង់រូបមើលណោះបងប្អូនត្រូវតែរកមើលសញ្ញាត្រេ3ម្ដងទៀតណាបាទចុចទៅលើត្រេ3មកនោះនឹងនាំបងប្អូនមកដល់តម្រង់បាទ
កន្លែងនេះដូចគ្នាណាបងប្អូនមើលតែនិមិត្តសញ្ញានេះបាទនិមិត្តសញ្ញាដូចជា cell ហ្នឹងណាបាទហើយគេដាក់ភាសាខ្មែរភាសាអង់គ្លេសគេដាក់ថា cell ចំពោះភាសាខ្មែរគេដាក់ថាបានរក្សាទុកអញ្ចឹងហើយបងប្អូនចុចបន្តុកពីលើកន្លែង cell ហ្នឹងមកឬក៏រក្សាទុកហ្នឹងបាទពេលបងប្អូនចុចពីលើពាក្យ cell ហ្នឹងបងប្អូននឹងឃើញវីដេអូដែលបងប្អូនបានរក្សាទុកបាទអញ្ចឹងបងប្អូនចុចមកនេះបាទរឿងដែលខ្ញុំបានចុចចុងក្រោយហ្នឹងគឺរឿងមួយនេះបាទហើយវីដេអូទី2ដែលខ្ញុំបានចុច cell ហ្នឹងគឺវីដេអូមួយនេះអញ្ចឹងនេះមុខតំណែងភរិយាណាបាទហើយវីដេអូទី1នេះបាទវីដេអូទី1នេះបាទសុំទោសបងប្អូនសុំទោសបងប្អូនភ្លេចខ្លួនបាទចុចតុកមកបាទហើយបើសិនជាបងប្អូនខាងរឿងឬក៏បទចម្រៀងហ្នឹងបងប្អូនសាមឬក៏បងប្អូនមើលចប់ហើយបងប្អូនលែងចង់រក្សាទុកបងប្អូនចង់ធ្វើការដកចេញក៏បានដែរបងប្អូនគ្រាន់តែចូលមកកន្លែងរក្សាទុកនឹងមកឃើញតម្រងវីដេអូអញ្ចឹងបងប្អូនចុចស្កតមកណាបាទចុចស្កតពឹបមករួចហើយបងប្អូននឹងឃើញពាក្យថាបាទunsave បាទទៅលើភាសាខ្មែរគេដាក់ថាមិនរក្សាទុកបាទអញ្ចឹងបងប្អូនមើលតែនិមិត្តសញ្ញាដូចគ្នាប៉ុន្តែវាមានឆ្វែងមួយមកខាងលើណាបាទគូសមកខាងលើហើយគេដាក់ថាបាទ unsave បាទអញ្ចឹងចុចមកពេលបងប្អូនចុចទៅលើ unsave វីដេអូហ្នឹងរត់បាត់ចេញពីកន្លែងរក្សាទុកហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំលែងចង់រក្សាទុកវីដេអូមួយនេះទៀតបាទចុចតុកមកចុចស្កតជាប់មកជាស្រ័យបងប្អូនចុចស្កតឲ្យជាប់ចឹងមកហើយបងប្អូនមើលតែនេះវីដេអូចាំមើលពេលដែលចុចពីលើពាក្យថា unsave ហ្នឹងបាទវីដេអូរត់បាត់បាទអញ្ចឹងខ្ញុំចង់ដកវីដេអូនេះចេញមួយទៀតលែងរក្សាទុកទៀតបាទចុចស្កតឲ្យជាប់រួចហើយចុច unsave ចាំមើលវីដេអូរត់ទៅបាទតែប៉ុណ្ណោះគឺជោគជ័យហើយប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយទៀតបាទឬក៏ចំណុចមួយទៀតបើសិនជាបងប្អូនមើលបាទឧទាហរណ៍ថាបងប្អូនមើលរឿងមួយនេះបាទឥឡូវខ្ញុំធ្វើការមើលនេះរឿងមួយនេះបាទមានចំណងជើងថាភាគ2រស់នៅឲ្យបានល្អទើបជាគោលដៅរបស់ពអញ្ចឹងទៅអញ្ចឹងបងមើលចំណងជើងពេញបាទរបស់ពូយើងបាទអញ្ចឹងខ្ញុំចង់ដូចថាខ្ញុំចាប់អារម្មណ៍មើលវីដេអូមួយហ្នឹងហើយខ្ញុំមានពេលគ្រប់គ្រាន់មើលចប់ប៉ុន្តែខ្ញុំមើលបានប្រហែលជា5នាទីឬក៏10នាទីទៅត្រាប់តែមាននរណាម្នាក់ខលតាមលេខឬក៏តាម Telegram ឬក៏ Messenger ណាខលមកបាទជក់និយាយ4-10នាទីទៅត្រាប់តែវីដេអូហ្នឹងបាទវាបានបាត់ពេលដែលខ្ញុំនិយាយយូរចឹងទៅវីដេអូពេលចូលមក Facebook តាថ្មីគឺលែងឃើញអញ្ចឹងមានវិធីមួយទៀតបាទរបៀបទៅរកវីដេអូហ្នឹងបាទអញ្ចឹងរបៀបទៅរកវីដេអូគឺងាយទេបងប្អូនគ្រាន់តែចូលមកតម្រងបែបនេះបាទពេលបងប្អូនចូលមកពឹបគឺចេញតម្រងបែបហ្នឹងបងប្អូនរកមើលកន្លែងវីដេអូនេះបាទអញ្ចឹងសញ្ញាវីដេអូហ្នឹងបងចុចមករួចហើយបងប្អូននេះបងប្អូនរកមើលសញ្ញាបាទកែវយិតនេះបាទរួចចុចមកបាទរួចហើយបងប្អូនចុចពាក្យថាបាទ CL ឬក៏ភាសាខ្មែរគេដាក់ថាមើលទាំងអស់ណាបាទអញ្ចឹងចុចមកបាទបើសិនជាអត់ឃើញទេបងប្អូន clear ចោលសិនរួចហើយចាំចូលសារថ្មីនេះស៊ីសងលើសេវាបងប្អូនដែរណាបាទបើសិនជាសេវាបងប្អូនខ្លាំងវានឹងចូលលឿនណាបាទនៅក្នុងហ្នឹងណាបាទរួចហើយបងប្អូនចុចកន្លែងវីដេអូបាទពេលចូលមកចេញទៅរបស់នេះបងប្អូនចុចវីដេអូរួចបងប្អូនមើលកន្លែងកៅយិតបាទរួចហើយចុច CR ឬក៏មើលទាំងអស់ហ្នឹងឥឡូវចាំមើលបន្តិចមើលចូលរឿងមួយនេះអីហ៎មែនទេចឹងតើរៀងយូរបន្តិចបងប្អូនចូលមកណាបាទចូលសាសថ្មីមក CR នេះបងប្អូនណានេះនឹងចូលមកនេះបងប្អូនមើលចំណងជើងមិញភាគ2រស់នៅបាទឲ្យបានល្អទៅគោលដៅរបស់យើងអញ្ចឹងទៅនេះរឿងហ្នឹងណាបាទអញ្ចឹងគេងាយស្រួលទាំងបងប្អូនបាទរបៀបរក្សាទុកហើយនឹងរបៀបទៅរកវីដេអូដែលបងប្អូនបានមើលបានពាក់ក្តារឬក៏ទៅមើលអីត្រាប់តែគេខលមកអីបងប្អូនបាទបាននិយាយទៅរៀងយូរហើយចូលមកបើក Facebook វិញវាលោតទៅបាត់បងប្អូនចូលឆែកតាមខ្ញុំទៅបាទគឺអត់ខុសទេបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុនពីបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូននៅក្នុងឆ្នាំថ្មីឆ្នាំ2026នេះសូមបងប្អូនរកទទួលទីមានបានហើយបើដំណើរកំសាន្តទៅណាមកណា
សូមសុវត្ថិភាពតាមដងផ្លូវបាទហើយមុននឹងคลิปរបស់បងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទូទីមិនបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមកាន់តែអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ